ផ្នែកព្យុះគឺជាតំបន់កណ្ដាលនៃព្យុះស៊ីក្លូនត្រូពិកដូចជាព្យុះទីហ្វុងឬព្យុះ Hurricane ដែលមានលក្ខណៈស្ងប់ស្ងាត់ខ្យល់បក់តិចៗផ្ទៃមេឃស្រឡះនិងមានសម្ពាធបរិយាកាសទាបបំផុតតំបន់នេះមានទំហំចាប់ពី8គីឡូម៉ែត្រទៅជាង200គីឡូម៉ែត្រអាស្រ័យលើទំហំនិងកម្លាំងនៃព្យុះលក្ខណៈសម្បត្តិសំខាន់ៗរបស់ផ្នែកព្យុះភាពស្ងប់ស្ងាត់ខ្យល់ព្យុះបោកបក់យ៉ាងសាហាវនៅជុំវិញនោះប៉ុន្តែនៅចំកណ្ដាលផ្នែកព្យុះខ្យល់ស្ទើរតែគ្មានចលនាឬបាក់តិចៗហើយពេលខ្លះអាចមើលឃើញផ្ទៃមេឃស្រឡះឬមានពពកតិចតួចសីតុណ្ហភាពក្តៅខ្យល់នៅក្នុងផ្នែកព្យុះលិចចុះក្រោមហើយកម្ដៅកាន់តែខ្លាំងដែលធ្វើឲ្យសីតុណ្ហភាពនៅទីនោះខ្ពស់ជាងតំបន់ជុំវិញផ្នែកព្យុះត្រូវបានហ៊ុមព័ទ្ធដោយជញ្ជាំងផ្នែកព្យុះដែលជាតំបន់ក្រាស់នៃព្យុះផ្គររន្ទះនិងជាកន្លែងដែលខ្យល់បក់បោកខ្លាំងជាងគេបំផុតព្រមទាំងមានភ្លៀងធ្លាក់ខ្លាំងបំផុតគ្រោះថ្នាក់នៅពេលផ្នែកព្យុះឆ្លងកាត់ពេលដែលផ្នែកព្យុះធ្វើដំណើរឆ្លងកាត់ទីតាំងណាមួយអាកាសធាតុនឹងស្រឡះស្រាប់តែស្ងប់ស្ងាត់ធ្វើឲ្យមនុស្សមួយចំនួនយល់ច្រឡំថាព្យុះបានរំសាយឬបញ្ចប់ហើយប៉ុន្តែនេះគឺជាការបំភាន់ផ្នែកប៉ុណ្ណោះព្រោះនៅពេលដែលផ្នែកម្ខាងទៀតនៃជញ្ជាំងព្យុះបន្តមកដល់ខ្យល់ព្យុះក៏អាចសាហាវនិងវាយប្រហារសារជាថ្មីប៉ុន្តែកប់នៅក្នុងទិសដៅផ្ទុយគ្នាវិញជញ្ជាំងផ្នែកព្យុះជញ្ជាំងផ្នែកព្យុះគឺជាតំបន់រាងជារង្វង់ដែលព័ទ្ធជុំវិញកណ្ដាលផ្នែកព្យុះវាជាផ្នែកដែលកាច់សាហាវនិងបំផ្លិចបំផ្លាញបំផុតនៅក្នុងព្យុះស៊ីក្លូនព្យុះទីហ្វុងឬព្យុះសង្គ្រាដោយសារតែវាផ្ទុកនៅខ្យល់បោកបក់ខ្លាំងបំផុតភ្លៀងធ្លាក់ខ្លាំងបំផុតនិងព្យុះផ្គររន្ទះកម្រិតខ្ពស់បំផុតចំណុចសំខាន់អំពីជញ្ជាំងផ្នែកព្យុះមួយល្បឿនខ្យល់អាចបោកក្នុងល្បឿនយ៉ាងសន្ធឹកសន្ធាប់ដែលអាចលើសពី250គីឡូម៉ែត្រក្នុង1ម៉ោងសម្រាប់ព្យុះកម្រិតធ្ងន់រចនាសម្ព័ន្ធវាជាជញ្ជាំងពពកបញ្ឈរក្រាស់ដែលលាតសន្ធឹងពីផ្ទៃសមុទ្ររហូតដល់ផ្នែកខាងលើនៃបរិយាកាសសកម្មភាពនៅតំបន់នេះខ្យល់បក់បោកចូលកណ្ដាលផ្នែកព្យុះហើយត្រូវបានបង្ខំឲ្យរុញច្រានឡើងលើក្នុងល្បឿននិងកម្លាំងខ្លាំងក្លាបំផុតបង្កើតជាគ្រាប់ភ្លៀងនិងខ្យល់ព្យុះគួចយ៉ាងសាហាវវត្តជំនួសជញ្ជាំងភ្នែកពេលខ្លះព្យុះធំអាចបង្កើតជញ្ជាំងភ្នែកទី2នៅខាងក្រៅដែលធ្វើឲ្យជញ្ជាំងភ្នែកខាងក្នុងចុះខ្សោយហើយទីបំផុតជញ្ជាំងភ្នែកខាងក្រៅជំនួសកន្លែងទាំងស្រុងដែលវត្តនេះធ្វើឲ្យព្យុះរីកធំជាងមុន